សហព័ន្ធកីឡាច្បាប់កម្ពុជានឹងបញ្ជូនកីឡាករកីឡាករនីឆ្នើមចំនួន12រូបដើម្បីចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែឧសភាឆ្នាំ2025យោងតាមការឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាច្បាប់កម្ពុជាបានបញ្ជាក់ថាលោកស្រីចៅសុធារាលោកកាំងដែនពិសិដ្ឋជាគ្រូបង្វឹកនិងអាជ្ញាកណ្ដាលមួយនាក់រួមទាំងកីឡាករកីឡាករនីសរុបទាំងអស់មានចំនួន15នាក់នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីលើកនេះការប្រកួតជាឱកាសសំខាន់មួយសម្រាប់កីឡាករកីឡាករនីដើម្បីសាកល្បងសមត្ថភាពនិងវាស់ស្ទង់បច្ចេកទេសរាល់ចំណុចខ្លាំងនិងការខ្វះខាតផ្សេងដើម្បីអភិវឌ្ឍចំណុចខ្សោយទាំងនោះដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតធំ SEA Games លើកទី33នៅប្រទេសថៃផងដែរសូមបញ្ជាក់ផងដែរថាការចេញទៅប្រកួតរបស់ក្រុមចំបាប់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឯប្រទេសសិង្ហបុរីលើកនេះមានការឧបត្ថម្ភគាំទ្រពីលោក Casey Bennett អនុប្រធានសហព័ន្ធនិងជានាយកវិទ្យាស្ថាន ChemAid